ខ្ញុំមិនបានបុកឡានពេលកំពុងផ្ដល់អាហារទេតើនេះកន្លែងណាខ្ញុំបានធ្វើដំណើរត្រឡប់ទៅសម័យបុរាណទៅរាជវង្សមួយដែលមានឈ្មោះថា Corellia ម្ចាស់ផ្ទះដើមគឺក្រីក្រហាយបំពេញការប្រឡងគាត់មិនអាចអត់បាយបានទេគាត់ឃ្លានរហូតដល់ស្លាប់អ្វីដែលជាការចាប់ផ្ដើមដ៏មហន្តរាយនេះគឺជាមកទទួលបានខ្លួនអ្នកប្រពន្ធមកទទួលបានខ្លួនអ្នកប្រពន្ធមួយ Patricia តើអ្នកកំពុងរងចាំអ្វីប្រសិនបើអ្នកយឺតអ្នកនឹងមិនមានប្រពន្ធទេហើយយើងនឹងត្រូវចុះឈ្មោះជាប្រពន្ធបច្ចុប្បន្ន Corellia កំពុងធ្វើសង្គ្រាមជាមួយ Area ដោយសារតែស្ថានភាពធ្ងន់ធ្ងរផ្នែកខាងមុខនិងចំនួនអ្នកស្លាប់និងរបួសច្រើនច្បាប់តម្រូវឲ្យបុរសដែលមិនទាន់រៀបការត្រូវរៀបការស្ត្រីមេម៉ាយសង្គ្រាមដើម្បីជួយបង្កើនចំនួនប្រជាជនរបស់ Corellia និងការពារត្រកូលរបស់គាត់ចេញមកវាពិតជាល្អណាស់ប្រសិនបើខ្ញុំពិតជាអាចមានប្រពន្ធអ្វីដែលពួកគេមើលទៅដូចនេះតើខ្ញុំអាចរៀបការជាមួយនរណាម្នាក់ដូចនេះយ៉ាងដូចម្តេចខ្ញុំមិនចាំបាច់បើកពណ៌បៃតងសម្រាប់នាងទេតើខ្ញុំពិតជាអាចទទួលបានប្រពន្ធដ៏ស្រស់ស្អាតបែបនេះដោយឥតគិតថ្លៃនៅទីនេះនេះពិតជាអស្ចារ្យមែនខ្ញុំបាននិយាយថាខ្ញុំចង់បានរបស់មួយនេះនាងគឺជាមនុស្សសាមញ្ញតើអ្នកហ៊ានបញ្ជូនខ្ញុំតាមសេចក្តីស្លាប់យ៉ាងដូចម្តេចហឹមដែលកំពុងនិយាយនាងមានស្បែកស្អាតនិងជើងវែងនាងស្អាតខ្ញុំចង់បាននាងអាក្រក់ណាស់កុំចូលមកជិតខ្ញុំលើគំនិតខាងក្នុងនៃសម្រស់ទាំងនេះម៉ាស៊ីនសំរុំបានរកឃើញដំណឹងប្រព័ន្ធស្រឡាញ់ចំណុចស្នេហារបស់ Will Azira គឺ0ចំណុចស្នេហារបស់ជូនកាលគឺ1ចំណុចស្នេហារបស់ឃ្លោកក្រៃគឺ02អ្នកនឹងទទួលបានរង្វាន់នៅពេលចំណុចស្នេហាកើនឡើងខ្ញុំបានទទួលប្រព័ន្ធជាឧបករណ៍សំខាន់សម្រាប់អ្នកបដូរភេទខ្ញុំបានទទួលប្រព័ន្ធឧបករណ៍ចុងក្រោយសម្រាប់អ្នកបដូរភេទចាប់តាំងពីអ្នកមានប្រពន្ធដោយឥតគិតថ្លៃអ្នកត្រូវតែសងយើងវិញគឺស្ថិតនៅក្នុងវិបត្តិអ្នកត្រូវបង់ប្រាក់បន្ថែមចំនួន50 ផោនសម្រាប់ប្រពន្ធនីមួយដែលអ្នករៀបការខ្ញុំស្ទើរតែមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគតើខ្ញុំអាចទទួលបានគ្រាប់ធាតុជាតិយ៉ាងដូចម្តេចភ្លេចវាខ្ញុំមិនត្រូវការប្រពន្ធទេគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យចាកចេញតាមច្បាប់បុរសដែលរៀបការហើយត្រូវរៀបការជាមួយប្រពន្ធបើមិនដូច្នោះទេពួកគេនឹងត្រូវបញ្ជូនទៅជួរមុខអ្វីដែលបញ្ជូនទៅជួរមុខដែលមានន័យថាស្លាប់ខ្ញុំមានន័យថាបុរសត្រូវតែបាត់អ្នកមាន15នាទីចាប់ផ្ដើមជ្រើសរើសឥឡូវនេះវាគួរឲ្យអាម៉ាស់ណាស់ដែលកូនស្រីរបស់ឧត្តមសេនីយ៍ដូចខ្ញុំត្រូវបានជ្រើសរើសដូចជាមនុស្សគួរសមខ្ញុំជ្រើសរើសនាងមើលទៅពិបាកណាស់នាងត្រូវតែពូកែធ្វើកិច្ចការអ្នកស្គមដូចសន្លឹកក្រដាសខ្ញុំមិនចង់ឲ្យអ្នកមួយនេះខ្លាំងគ្រប់គ្រាន់ទេជ្រើសរើសប្រពន្ធធ្វើមិត្តភក្តិអ្វីដែលជាប្រភេទនៃរសជាតិគឺថាតើអ្នកកំពុងរងចាំអ្វីនៅទីនេះធ្វើឲ្យជម្រើសរបស់អ្នកហោះទាំង3គឺល្អដែលខ្ញុំគួរជ្រើសរើសខ្ញុំជាព្រះនាងទោះបីខ្ញុំស្លាប់ក៏ដោយខ្ញុំនឹងមិនរៀបការជាមួយបុរសក្នុងភូមិដូចគាត់ទេនាងពិតជាព្រះនាងសារ៉ាវីសអាញាធរទំនងជាមិនដឹងពីអត្តសញ្ញាណពិតរបស់នាងទេបើមិនដូច្នោះទេនាងនឹងមិនត្រូវបានបញ្ជូនមកទីនេះទេគាត់មើលទៅស្មោះត្រង់ខ្ញុំអាចរៀបការជាមួយគាត់មុនហើយបន្ទាប់មករកមើលឱកាសដើម្បីសងសឹកនាងគឺជាកូនស្រីរបស់ឧត្តមសេនីយ៍ម្នាក់ដែលត្រូវបានគេធ្វើសុំបង្អួចនាងមានជំនាញខាងក្បាច់គុនប្រសិនបើខ្ញុំជ្រើសរើសនាងអាចរក្សាខ្ញុំឲ្យមានសុវត្ថិភាពលោកជ្រើសរើសខ្ញុំប្រកាសជាតបស្នងសងគុណវិញដូច្នេះការជ្រើសរើសរៀបការជាមួយនាងអាចនឹងទទួលបានលទ្ធផលល្អតើអ្នកកំពុងរងចាំអ្វីប្រញាប់ឡើងបើមិនដូច្នោះទេខ្ញុំនឹងច្រៀងនៅខាងមុខមិនអីទេខ្ញុំជ្រើសរើសលោកការព្រមានបោះបង់ចោលការស្រឡាញ់គោលដៅនឹងបណ្ដាលឲ្យស្លាប់ភ្លាមដល់ម្ចាស់ផ្ទះនៅក្នុងជីវិតមុនរបស់ខ្ញុំមិនហ៊ានណាត់ជួបនរណាម្នាក់ឡើយឥឡូវខ្ញុំនៅទីនេះខ្ញុំក៏មិនត្រូវបានអនុញ្ញាតឲ្យជ្រើសរើសប្រពន្ធរបស់ខ្ញុំដែរខ្ញុំចង់បានអ្វីទាំងអស់ដែលអ្នកចង់បាននោះហើយជាអ្វីដែលមិនប្រុងប្រយ័ត្នអ្វីដែលធ្ងន់ធ្ងរហើយអ្វីបានជាអ្នកធ្វើដូច្នេះខ្ញុំមិនចង់ជ្រើសរើសនៅឡើយទេគាត់ជ្រើសរើសមនុស្សជាច្រើនគាត់បានយករបស់ទាំងអស់ដែលនៅសល់សម្រាប់យើងត្រូវបង្ខំចិត្តជ្រើសរើសយកមួយបុរសនេះរើសបាន3ក្នុងពេលតែមួយខ្ញុំឆ្ងល់ពីរបៀបដែលយើងនឹងទទួលបានគ្រាប់ធាតុជាតិគ្រប់គ្រាន់ដើម្បីចំណាយសម្រាប់ពួកគេទាំង3អ្នកស្គមណាស់ពួកគេច្បាស់ជាមិនអាចធ្វើការអ្វីបានទេយូដាគ្រាន់តែរងចាំអត់ឃ្លានរហូតដល់ស្លាប់នៅពេលនេះវាជាពរជ័យដែលបានជួបអ្នកសង្គ្រោះរបស់ខ្ញុំគាត់ពិតជាមនុស្សដែលទទួលខុសត្រូវ Scoundrel អ្នកគ្រាន់តែជាបុរសដង្ហាប៉ុណ្ណោះបន្ទាប់ពីខ្ញុំត្រឡប់ទៅសូរ៉ាវីអ្នកបានធ្វើសម្រាប់អ្នកក្រអឺតក្រទុំពេកវាហាក់ដូចជាខ្ញុំត្រូវការបង្រៀនអ្នកនៅមេរៀនមួយលោកខ្ញុំនឹងប្រមូលគ្រាប់ធាតុជាតិឲ្យទាន់ពេលវេលានៅខែក្រោយប្រសិនបើអ្នកមិនបង់ប្រាក់ខ្ញុំនឹងអនុវត្តច្បាប់ឲ្យប្រព្រឹត្តចំពោះអ្នកភ្លេចវាតោះទៅផ្ទះការថើបមានសំណាងណាស់ស្ត្រីអនុញ្ញាតឲ្យយើងទៅផ្ទះ
យូដាអ្នកបានជ្រើសរើសប្រពន្ធ3នាក់ក្នុងពេលតែមួយរាងកាយរបស់អ្នកអាចដោះស្រាយវាបានប្រពន្ធ3នាក់នឹងត្រូវចំណាយ150ផោនក្នុងមួយខែអ្នកអាចមានលទ្ធភាពទិញវាអ្នកប្រសើរជាងគុំធ្វើឲ្យត្រកូលរបស់យើងអាម៉ាស់មុខនេះគឺជាហាង Hector គាត់ជាអ្នកបោកប្រាស់ពេញលេញគាត់បានលួចលុយម្ចាស់ផ្ទះដើមធ្វើឲ្យគាត់ស្លាប់ដោយសារជំងឺឥឡូវនេះខ្ញុំបានយករាងកាយនេះខ្ញុំនឹងធ្វើឲ្យរឿងអាស្រូវនេះបងខ្ញុំកំពុងនិយាយជាមួយអ្នកគឺអ្នកថ្លង់អេអូតើអ្នកហ៊ានរុញខ្ញុំសម្រាប់អ្នកចាញ់នេះយ៉ាងម៉េចអ្នកមិនហ៊ានទេអ្នកមិនហ៊ានអូស្រស់ស្អាតអ្នកមិនទាន់រៀបការជាមួយគាត់នៅឡើយទេអ្នកនៅខាងគាត់រួចទៅហើយសូមឲ្យខ្ញុំប្រាប់អ្នកបរិះម្នាក់នេះដែលអ្នកនឹងរៀបការគឺគ្មានអ្វីក្រៅពីអ្នកចាញ់ជាធម្មតាគាត់នឹងមិនហ៊ាននិយាយពាក្យតែមួយមកខ្ញុំទេសូម្បីតែខ្ញុំសូមឲ្យគាត់វាគាត់នឹងមិនហ៊ាននិយាយថាទេគាត់គ្រាន់តែធ្វើសកម្មភាពតឹងតែងនៅថ្ងៃនេះពីព្រោះអ្នកទាំង3នៅទីនេះអ្នកចាញ់ទទួលបាននៅទីនេះនាវកុំលាក់ខ្លួននៅពីក្រោយស្ត្រីវាហាក់ដូចជាបរិះនេះពិតជាអ្នកចាញ់តើគាត់សមនឹងធ្វើជាបរិះរបស់ខ្ញុំយ៉ាងដូចម្ដេចអាសំឡាញ់វាមិនអីទេមកទីនេះមិនអីទេថេរបាននិយាយថាវាជាក្រឹតរបស់ព្រះករុណាដើម្បីជំរុញចំនួនប្រជាជនរបស់កូរីលីអ្នកនឹងប្រឆាំងនឹងអាធិរាជអូលោកបានវាយគាត់ឡើងអ្នកតាក់ទងនឹងសេចក្តីស្លាប់តើអ្នកហ៊ានប្រឆាំងនឹងក្រឹតអាធិរាជអ្នកនឹងត្រូវគេប្រហារជីវិតខ្ញុំមិនហ៊ានទេខ្ញុំគ្រាន់តែនិយាយលេងជាមួយគាត់អ្វីដែលជាមនុស្សកំសាកនៅពេលខ្ញុំទទួលបានរង្វាន់របស់ប្រព័ន្ធអ្នកនឹងក្លាយជាមនុស្សដំបូងដែលខ្ញុំដោះស្រាយឆាប់ឡើងតោះទៅផ្ទះតើគាត់ហ៊ានធ្វើឲ្យខ្ញុំអាម៉ាស់មុខជាសាធារណៈយ៉ាងម៉េចខ្ញុំនឹងឲ្យគាត់បង់ជាមួយប្រពន្ធរបស់គាត់កន្លែងរបស់ខ្ញុំគឺរត់បន្តិចខ្ញុំសង្ឃឹមថាអ្នកមិនប្រកាន់ទេជាមួយនឹងលក្ខខណ្ឌទាំងនេះភ្លេចអំពីអាពាហ៍ពិពាហ៍សូម្បីតែចៅក៏នឹងស្រក់ទឹកភ្នែកដែរខ្ញុំមិនប្រកាន់ទេបើមិនសម្រាប់អ្នកខ្ញុំនឹងបញ្ចប់ជាស្រីពេស្យារួមបញ្ចូលគ្នាអ្នកបានសង្គ្រោះខ្ញុំដូច្នេះចំណាយជីវិតរបស់ខ្ញុំជាមួយអ្នកនាងពិតជាផ្អែមល្ហែមណាស់ស្នេហារបស់នាងចំពោះខ្ញុំកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សបើគ្មានអ្នកក្រគាត់គឺគាត់នឹងមិនមានរយៈពេល1ខែទេយើងនឹងឃ្លានរហូតដល់ស្លាប់ក្នុងរយៈពេល3ថ្ងៃអ្វីដែលត្រូវដឹងគុណគាត់អ្នកស្ថិតនៅក្នុងភាពអវិជ្ជមានរួចទៅហើយសុំទោសខ្ញុំមិនបានញ៉ាំ3ថ្ងៃទេអូខ្ញុំចាប់បានការនិយាយដែលខ្ញុំភ្លេចបម្រើអ្នកមកអង្គុយនៅទីនេះខ្ញុំនឹងឲ្យអ្នកញ៉ាំអ្វីហេអូចាប់ពីពេលនេះទៅយើងជាគ្រួសារខ្ញុំឈ្មោះក្លេកក្រេកខ្ញុំបានរកឃើញការលេចចេញនៅកូដុនយើងត្រូវបានគេធ្វើសុំឪពុកម្ដាយរបស់ខ្ញុំបានស្លាប់ហើយអាជីវកម្មគ្រួសាររបស់យើងត្រូវបានគេយកទៅឆ្ងាយនោះហើយជារបៀបដែលខ្ញុំបានបញ្ចប់នៅទីនេះចាប់ពីពេលនេះទៅខ្ញុំចង់ធ្វើការជាមួយអ្នកទាំងពីរដើម្បីដំណើរការគ្រួសារនេះខ្ញុំឈ្មោះចិនកៅខ្ញុំស្គាល់ក្បាច់គុណខ្លះបរិះនោះហ៊ានបង្ខំខ្លួនឯងលើអ្នកខ្ញុំនឹងដោះស្រាយជាមួយគាត់នោះជាវិធីមុនពេលនិយាយអំពីការធ្វើជាគ្រួសារអាទិភាពរបស់យើងគឺជៀសវាងការអត់ឃ្លានរហូតដល់ស្លាប់ប្រព័ន្ធប្រញាប់ឡើងហើយផ្ដល់ឲ្យខ្ញុំនៅរង្វាន់របស់ខ្ញុំអ្នកនឹងបំបែកចំណុចប្រភេទខ្ញុំឈានដល់25អ្នកអាចគូឆ្នោតបានខ្ញុំហៀបនឹងឃ្លានរហូតដល់ស្លាប់នៅទីនេះគុយទាវអង្ករប្រេងជាច្រើននៃពួកគេឥឡូវខ្ញុំមានអាហារច្រើនជាងភូមិទាំងមូលគាត់ហាក់ដូចជាមិនមានអំណួតទេគាត់បាននិយាយថាគាត់នឹងទទួលបានអាហារដល់យើងដូច្នេះគាត់ច្បាស់ជាមិនអនុញ្ញាតឲ្យយើងឃ្លានទេរបៀបដែលគាត់ឆោតល្ងង់បំផុតគាត់នឹងជីគ្រូដើម្បីបំបត្តិភាពអត់ឃ្លានរបស់យើងខ្ញុំនឹងមិនដែលស្អប់ឡើយប្រភេទនៃរឿងនោះអធិរាជបច្ចុប្បន្នរបស់ដាលីគឺល្ងីល្ងើនិងអសិលធម៌សង្គ្រាមជាញឹកញាប់និងគ្រោះមហន្តរាយធម្មជាតិឥតឈប់ឈរសម្រាប់មនុស្សសាមញ្ញការអត់ឃ្លានរហូតដល់ស្លាប់គឺជាពរជ័យរួចទៅហើយខ្ញុំបានហឺតថាគាត់ជាអ្នកប្រាជ្ញក្រីក្រម្នាក់គាត់ហាក់ដូចជាខ្សោយនិងងាយរងគ្រោះរបៀបដែលគាត់អាចរស់បាននៅក្នុងដងដូចនេះ
អាហារទាំងអស់រួចរាល់ហើយតើនេះជាអ្វីដែលវាមានក្លិនអស្ចារ្យដែលគាត់ពិតជាមានអាហារជាទីស្រឡាញ់នេះពិតជាឆ្ងាញ់ណាស់សូម្បីតែក្នុងអំឡុងពេលសំខាន់របស់គ្រួសារខ្ញុំមិនដែលភ្លក់អ្វីដែលឆ្ងាញ់ទេឆ្ងាញ់ត្រឹមត្រូវអ្នកលើកវាពីព្រោះអ្នកមិនបានឃើញពិភពលោកខ្ញុំធំឡើងរស់នៅក្នុងជីវិតប្រណីខ្ញុំបានភ្លក់រសជាតិឆ្ងាញ់ដែលអាចស្រមៃបានគួរឲ្យស្រឡាញ់សាកល្បងវាតើអ្នកណាជាអ្នកជាទីស្រឡាញ់របស់អ្នកខ្ញុំជាម្ចាស់កត្រីនៃសារាវីតើខ្ញុំអាចរៀបការជាមួយមនុស្សសាមញ្ញដោយរបៀបណាខ្ញុំកំពុងស្នាក់នៅទីនេះព្រោះខ្ញុំគ្មានជម្រើសផ្សេងទៀតទេវាគឺជាការពិតជាពិបាកក្នុងការបង្កើនកម្រិតស្នេហារបស់ស្ត្រីនេះប៉ុន្តែនៅពេលដែលកម្រិតនៃការស្រឡាញ់កើនឡើងនឹងមានរង្វាន់កាន់តែប្រសើរម្ចាស់កត្រីជាទីស្រឡាញ់មើលនៅពេលខ្ញុំកំទេចមោទនភាពរបស់អ្នកបន្តិចម្ដងនេះមានសាច់នៅក្នុងវាហិកតាគាត់ក្រណាស់ហើយគាត់ឲ្យសាច់យើងគាត់ពិតជាមនុស្សដែលអាចទុកចិត្តបានតើគាត់មានសាច់យ៉ាងដូចម្ដេចអ្នកនឹងវារាល់អាហារប្រសិនបើអ្នកចង់បរិភោគជាមួយខ្ញុំតើនេះពិតជាឆ្ងាញ់ណាស់តើវាឆ្ងាញ់យ៉ាងណាខ្ញុំមិនដែលញ៉ាំអ្វីដែលឆ្ងាញ់នេះពីមុនទេប្រែថាអ្នកគឺជាម្ហូបអាហារមួយជាទីស្រឡាញ់វាយឺតពេលហើយពេលវេលាសម្រាប់ក្រែខ្ញុំនឹងយកក្រែខ្ញុំនឹងដេកនៅលើដីជាទីស្រឡាញ់បន្ទាប់មកខ្ញុំអ្នកជាទីស្រឡាញ់បន្ទាប់មកខ្ញុំអូរៀបនឹងគេងហេតុអ្វីអ្នកនៅទីនេះខ្ញុំគិតថាអ្នកមិនបានញ៉ាំអស់រយៈពេលជាច្រើនថ្ងៃដូច្នេះខ្ញុំបានមកយកអាហារមកឲ្យអ្នកតើអ្នកពិតជាប្រភេទនោះទេព្រោះវាគ្រាន់តែជាពួកយើងខ្ញុំនឹងនិយាយត្រង់ជាមួយអ្នកខ្ញុំកំពុងផ្ដល់កាបូបអង្ករនេះជាថ្នូរនឹងមួយយប់ជាមួយប្រពន្ធរបស់អ្នកតែត្រូវបានផ្ដល់ឲ្យយ៉ាងល្អអ្នកចង់ចំណាយពេលមួយយប់ជាមួយថ្ងៃទី3ម្ចាស់កត្រីនៃសារាវីដោយប្រើអង្ករផ្សិតកន្លះថង់ក្នុងក្តីសុបិនរបស់អ្នកអ្នកកំពុងញឹមដូច្នេះអ្នកយល់ព្រមត្រឹមត្រូវខ្ញុំដឹងថាអ្នកស្ទើរតែឃ្លានរហូតដល់ស្លាប់កាបូបនេះអាចជួយជីវិតអ្នកអង្ករកន្លះថង់គឺគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ3ក្នុងរយៈពេល1ខែអ្នកស្គាល់តែយូដាមួយថ្ងៃប៉ុណ្ណោះក្រៅពីអ្នកមិនដូចឃ្លោតែលះបង់ខ្លួនឯងចំពោះគាត់វាច្បាស់ណាស់ថាតើគាត់នឹងឆ្លើយយ៉ាងណាខ្ញុំសុខចិត្តស្លាប់ដែលត្រូវបានកំណត់ដោយបុរសប្រភេទនោះមិនចាំបាច់អរគុណខ្ញុំទេកុំបារម្ភខ្ញុំនឹងសុភាពរាបសារស្ត្រីវ័យក្មេងមកជាមួយខ្ញុំនៅឲ្យឆ្ងាយពីខ្ញុំហាបើប្រៀបធៀបទៅនឹងរឿងអាស្រូវនេះដោយសារតែសុភាពបុរសរបស់គាត់ជាអកុសលខ្ញុំមិនចេះដឹងគុណគាត់ហើយថែមទាំងគិតអាក្រក់ពីគាត់ទៀតផងគេរំពឹងថាគាត់នឹងបោះបង់ខ្ញុំចោលនេះជាជោគវាសនារបស់ខ្ញុំគិតថាហេតើអ្នកកំពុងធ្វើអ្វីអ្នកចូលចិត្តធ្វើសកម្មភាពតឹងតែងនៅចំពោះមុខស្ត្រីហេត្រីអ្នកធ្លាប់លុតជង្គង់នៅលើដីសុំទានរញ៉េញ៉ៃរបស់ខ្ញុំសូម្បីតែត្រជាក់រវាងជើងរបស់ខ្ញុំសុំខ្ញុំឲ្យគាត់ទៅគាត់គ្មានអ្វីក្រៅពីអ្នកចាញ់ហានៅតែបន្តធ្វើសកម្មភាពព្យាយាមវីខ្ញុំមកលើមកវីខ្ញុំសូមកុំធ្វេសប្រហែសអ្នកនឹងឈឺចាប់អ្នកគ្រាន់តែព្យាយាមប៉ះប្រពន្ធខ្ញុំមែនទេចេមសង្ហាណាស់ខ្ញុំគិតថាខ្ញុំស្រឡាញ់យូដូបានផ្ដល់ឲ្យយើងនៅមីកញ្ចប់ដែលមានរសជាតិឆ្ងាញ់តើអង្ករផ្សិតនេះអាចប្រៀបធៀបទៅនឹងនោះយ៉ាងដូចម្ដេចបិទអ្នកកំពុងរញ៉េញ៉ៃជាមួយខ្ញុំដូច្នេះអ្វីដែលពួកគេជាប្រពន្ធរបស់ខ្ញុំដូច្នេះខ្ញុំនឹងការពារពួកគេតើអ្នកណាដែលអ្នកគិតថាអ្នកវង្វេងបាត់ខ្ញុំបានផ្ដល់ឲ្យអ្នកនៅឱកាសមួយកុំបន្ទោសខ្ញុំចំពោះភាពគ្មានមេត្តាចេញទៅ
តាមពិតនាងបានអំពាវនាវឲ្យមានការបំរុងទុកតើអ្នកចាញ់ដូចអ្នករៀបការជាមួយសម្រស់ទាំង3នេះយ៉ាងម៉េចខ្ញុំនឹងថែរក្សាពួកគេឲ្យរីករាយសម្រាប់អ្នកឲ្យគាត់មើលថាតើអ្នកណាអាចការពារអ្នកនៅថ្ងៃនេះអូអ្នកមិនហ៊ានរញ៉េញ៉ៃជាមួយប្តីរបស់ខ្ញុំទេអ្នកពិតជាត្រជាក់ណាស់សូមមេត្តារៀបការជាមួយខ្ញុំមិនហ៊ានធ្វើវាម្ដងទៀតទេខ្ញុំនឹងមិនហ៊ានទេប្រសិនបើរឿងនេះបានកើតឡើងកាលពីអតីតកាលខ្ញុំនឹងសម្លាប់គាត់តែពេលនេះខ្ញុំមិនអាចបង្កបញ្ហាដល់ប្តីខ្ញុំទេបាត់បង់អ្នកបង្កបញ្ហាម្ដងទៀតខ្ញុំនឹងឲ្យប្រពន្ធខ្ញុំវាយអ្នករាល់ពេលដែលខ្ញុំឃើញអ្នកគ្រាន់តែរងចាំបងប្រុសរបស់ខ្ញុំមានផាសុកភាពនៅការិយាល័យចៅក្រមឥឡូវនេះអ្នកបានធ្វើឲ្យខ្ញុំអាក់អន់ចិត្តអ្នកបានស្លាប់មកនិយាយថាមុខប្រពន្ធរបស់ខ្ញុំអ្នកខ្ញុំបានធ្វើឲ្យអ្នកមានបញ្ហាវាមិនអីទេបញ្ហាទាំងអស់មានដំណោះស្រាយតោះទៅជាមួយលំហូរអ្នកប្រាជ្ញក្រីក្រម្នាក់អាចនិយាយបានយ៉ាងល្អចំណុចស្នេហារបស់ពួកគេទើបតែកើនឡើងខ្ញុំត្រូវតែលើកឡើងពីចំណុចស្នេហារបស់ពួកគេយ៉ាងឆាប់រហ័សដើម្បីលុះរង្វាន់តែពេលនោះខ្ញុំអាចការពារខ្លួនខ្ញុំវាត្រូវបានសម្រាកយឺតយើងទាំង3នាក់នឹងចែកក្រែកគ្នាអ្នកដេកនៅលើឥដ្ឋប្រសិនបើអ្នកហ៊ានសាកល្បងអ្វីទាំងអស់ខ្ញុំនឹងឲ្យចាន់បាក់ជើងរបស់អ្នកបានឃើញនាងខ្លាំងប៉ុណ្ណាឥឡូវនេះខ្ញុំមានប្រពន្ធស្រស់ស្អាត3នាក់ប៉ុន្តែខ្ញុំមិនអាចប៉ះពួកគេបានទេខ្ញុំត្រូវខិតខំបន្ថែមទៀតដើម្បីឈ្នះដួងចិត្តរបស់ពួកគេកុំបារម្ភខ្ញុំជាសុភាពបុរសគេងចាន់បានសង្គ្រោះជនជាតិយូដាគាត់ពិតជានឹងព្យាបាលនាងបានល្អប្រសើរខ្ញុំត្រូវមានភាពក្លាហានដើម្បីថ្លឹងថ្លែងការពេញចិត្តរបស់គាត់ចាន់អាចការពារស្រុកយូដាឃ្លោកអាចធ្វើសកម្មភាពផ្អែមល្ហែមនិងគួរឲ្យស្រឡាញ់មានតែខ្ញុំទេដែលមិនអាចធ្វើអ្វីបានតើខ្ញុំគួរធ្វើអ្វីប្រសិនបើគាត់លែងលះខ្ញុំនៅពេលក្រោយប្រហែលជាខ្ញុំគួរតែក្លាហានជាងនេះដែរឃ្លោកក៏ចង់ឈ្នះការពេញចិត្តរបស់យូដាដែរជួបនរណាម្នាក់ដូចជាយូដាក្នុងគ្រាលំបាកនេះគឺជាពរជ័យមួយដែលខ្ញុំគួរតែជាទីស្រឡាញ់ថ្ងៃនេះជាថ្ងៃរៀបការរបស់យើងសន្មតថាដេកជាមួយគ្នាខ្ញុំដឹងថាអ្នកជាបុរសល្អហើយខ្ញុំចង់ធ្វើផ្នែករបស់ខ្ញុំជាប្រពន្ធរបស់អ្នកប្រកាសជាដឹងហើយឆន្ទៈជាទីស្រឡាញ់ហើយចែកនៅតែដេកវាមិនងាយស្រួលទេខ្ញុំអាចអមដំណើរអ្នកតាមវិធីនេះអ្នកនឹងមិនបន្ទោសខ្ញុំនឹងអ្នកវាគឺដោយសារតែខ្ញុំក្រីក្រនៅក្នុងផ្ទះនេះមានតែបន្ទប់មួយប៉ុណ្ណោះប្រសិនបើយើងបង្កើតសម្លេងហើយដាស់ពួកគេសេចក្តីស្រឡាញ់របស់ពួកគេពីអ្នកនឹងធ្លាក់ចុះគួរឲ្យកត់សម្គាល់នោះនឹងជាផលអាក្រក់សម្រាប់ពេលនេះខ្ញុំអាចស៊ូទ្រាំនឹងគំនិតបានយូរតើខ្ញុំអាចស្ដីបន្ទោសអ្នកយ៉ាងម៉េចយើងបានជួបនៅក្រោមកាលៈទេសៈបែបនេះដូច្នេះការស្ទាក់ស្ទើររបស់អ្នកគឺអាចយល់បាននៅពេលដែលពេលវេលាត្រូវខ្ញុំពិតជានឹងរៀបចំពិធីមង្គលការដ៏ធំមួយសម្រាប់អ្នកជាទីស្រឡាញ់អ្នកពិតជាចិត្តល្អណាស់ដែលបានជួបអ្នកចំណុចស្នេហារបស់ឃ្លោកក្រែងក៏បានឈានដល់40អ្នកអាចនឹងទទួលបានរង្វាន់មួយទៀតឃ្លោកគឺមានប្រយោជន៍មិនគួរឲ្យជឿវាហាក់ដូចជារាល់ចំណុចស្នេហាទាំង20អនុញ្ញាតឲ្យខ្ញុំគូម្ដងខ្ញុំត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតទៅក្នុងឃ្លោកវាងាយស្រួលក្នុងការលើកឡើងនៅចំណុចស្នេហារបស់នាងហ៊ានប្រាប់ខ្ញុំពីអតីតកាលរបស់អ្នកខ្ញុំមកពីគ្រួសារអ្នកមាននៅឆាឡាម៉ាគ្រួសាររបស់ខ្ញុំជាម្ចាស់អាជីវកម្មសូត្រតួលេខដ៏មានឥទ្ធិពលមួយចំនួនបានច្រណែននឹងជំនាញរលករបស់យើងធ្វើបាបឪពុកខ្ញុំដោយចោទប្រកាន់មិនពិតហើយឲ្យគាត់ជាប់គុកនៅចុងបញ្ចប់សមាជិកគ្រួសារខ្ញុំជាង100នាក់ត្រូវបានសម្លាប់នៅក្នុងគុកខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានសង្គ្រោះដោយមនុស្សអាថ៌កំបាំងជាទីស្រឡាញ់គុំយំខ្ញុំស្បថាខ្ញុំនឹងសងសឹកអ្នកខ្ញុំនឹងឲ្យពួកគេបង់ប្រាក់អ្នកនឹងសងសឹកនាងអ្នកនឹងធ្វើដូចគ្នាសម្រាប់ខ្ញុំថ្ងៃដ៏អស្ចារ្យមួយទៀតដំណឹងអាក្រក់គោរបស់អ្នកត្រូវបានសម្លាប់ទឹកអាស៊ីតតែមួយគត់ដែលម្ចាស់ផ្ទះដើមមានគឺគោចាស់ពីរបីថ្ងៃមុនគាត់បានខ្ចីដើម្បីផ្លាស់ប្ដូរព្យួររាស់ដីស្រែដែលបានសម្លាប់វា Hector ព្រឹកនេះពេលខ្ញុំយកវាទៅវាលស្រែពីភ្លាមបានឈួតនឹងគោហើយបានអះអាងថាវាបានវាយគាត់បន្ទាប់មកគាត់បានចាក់នឹងកាំបិតតែ Dame Hector ម្ដងទៀតប្រសិនបើអ្នកប្រញាប់ហើយយកគោត្រឡប់មកវិញ
អ្នកនៅតែអាចទទួលបានសាច់ខ្លះប្រសិនបើអ្នកឈប់វានឹងមិនមានអ្វីនៅសល់ទេប្រសិនបើគាត់ចង់ស្លាប់ខ្ញុំនឹងផ្ដល់នៅបំណងប្រាថ្នារបស់គាត់អូរងចាំកុំទៅ Hector និង Horace គឺនៅម្ខាងហូគឺជាប្រធានសំខាន់បំផុតនៅការិយាល័យចៅក្រមអ្នកមិនគួរធ្វើឲ្យគាត់អាក់អន់ចិត្តយើងជាមនុស្សសាមញ្ញមិនអាចក្រោកឈរប្រឆាំងនឹងអាជ្ញាធរបានទេកុំទៅយាយអាជ្ញាធរនៅទីនេះគ្មានមេត្តាប្រសិនបើអ្នកទៅវាអាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរអ្វីដែលជាមនុស្សកំសាកកុំឲ្យពួកគេដឹងថាខ្ញុំបានប្រាប់អ្នកអំពីគោអាជ្ញាធរមានការលំបាកក្នុងការដោះស្រាយប៉ុន្តែខ្ញុំមានប្រព័ន្ធមួយវានឹងងាយស្រួលក្នុងការដោះស្រាយជាមួយពួកគេប្រសិនបើខ្ញុំអាចដោះស្រាយរឿងនេះបានយ៉ាងល្អឥតខ្ចោះចំណុចស្នេហារបស់ប្រពន្ធខ្ញុំច្បាស់ជាកើនឡើងប្រព័ន្ធខ្ញុំចង់ទាមទាររង្វាន់របស់ខ្ញុំបង្កើនអំណាចប្រយុទ្ធពីរបៀបដែលទទួលបានកណ្ដាប់ដៃ Octavian ស្ទាត់ជំនាញនិងដាំដោយជោគជ័យអំណាចប្រយុទ្ធបានកើនឡើងដល់68នៅក្នុងពិភពលោកនេះប្រជាជនសាមញ្ញប្រយុទ្ធប្រឆាំងនឹងថាមពលអតិបរមានៅអាយុ80ឆ្នាំប្រព័ន្ធអ្នកពិតជាអស្ចារ្យណាស់ឥឡូវខ្ញុំមានអារម្មណ៍រឹងមាំគ្រប់គ្រាន់ដើម្បីសម្លាប់គោខ្ញុំត្រូវតែបង្រៀនមេរៀនដល់ពួកគេរងចាំខ្ញុំនៅទីនេះខ្ញុំនឹងត្រឡប់មកវិញមិនអាក្រក់គាត់មានសេចក្តីក្លាហានខ្ញុំមើលស្រាលគាត់ចំណុចស្នេហារបស់នាងបានកើនឡើងម្ដងទៀតប៉ុន្តែមើលឃើញពីរបៀបដែលគាត់មើលទៅខ្សោយខ្ញុំសង្ឃឹមថាគាត់ធ្វើឲ្យវាមានជីវិតឡើងវិញវាបិទប្រហែលជាស្គមប៉ុន្តែវាល្អឥតខ្ចោះក្នុងការទៅជាមួយស្រាអ្នករាល់គ្នាបរិភោគមៀតកាក្តីរបស់អ្នកគោអ៊ីតាលីគឺត្រូវស្ដីបន្ទោសចំពោះការវាយមនុស្សខុសតាហ៊ានកាំងដល់ខ្ញុំយ៉ាងម៉េចខ្ញុំនិយាយត្រូវស្រោមជើងគឺយូដាសគាត់ក្រីក្រហាយឪពុកម្ដាយរបស់គាត់បានស្លាប់ដោយអត់អាហារស្រោមជើងប្រហែលជាមិនអីទេដើម្បីរស់គាត់អាចនឹងវាយអ្នកកំពុងប៉ាន់ស្មានអ្នកចាញ់នេះតើអ្នកគិតថាគាត់មានសេចក្តីក្លាហានជាមួយនឹងរាងកាយខ្សោយរបស់គាត់ទេប្រសិនបើគាត់នៅទីនេះអ្នកនឹងលុតជង្គង់ហើយសុំការអភ័យទោសពីខ្ញុំហិកតាខ្ញុំនឹងសម្លាប់អ្នកពីរបៀបដែលអ្នកហ៊ានសម្លាប់គោរបស់ខ្ញុំនឹងសម្លាប់អ្នកពីរបៀបដែលអ្នកហ៊ានសម្លាប់គោរបស់ខ្ញុំនោះពិតជាបានបង្ហាញមនុស្សកំសាកនេះតែងតែបន្ទាបក្បាលនៅពេលគាត់ឃើញខ្ញុំឥឡូវគាត់ហ៊ានស្រែកដាក់មុខខ្ញុំដូច្នេះគាត់កាន់តែស្វាហាប់កម្លាំងហាហាមិនគ្រាន់តែជាអ្វីដែលស្ថិតស្ថេរប៉ុណ្ណោះទេគាត់ជាមេវាស្មើនឹងប្រធានប៉ូលីសប៉ុន្តែពួកគេមិនធ្វើដូចមន្ត្រីទេពួកគេជាចោរប្លន់ទៅបង្រៀនគាត់ពីលក្ខណៈខ្លះប៉ុន្តែកុំសម្លាប់គាត់ហូអ្នកមិនដឹងទេតើអ្នកចាញ់នេះពិតជាបានរៀបការជាមួយប្រពន្ធដ៏ស្រស់ស្អាត3នាក់ហើយយើងបានវាយគាត់នៅថ្ងៃនេះសម្រស់ទាំង3នេះនឹងត្រូវបានស្នើសុំឲ្យធ្វើជាមួយពួកយើងយាយហូល្អនេះគឺអាក្រក់វាច្បាស់ជាអន្ទាក់ពួកគេកំពុងដេករង់ចាំយូដាប៉ុន្តែខ្ញុំមិនអាចការពារខ្លួនខ្ញុំឥឡូវនេះទេតើខ្ញុំអាចជួយគាត់យ៉ាងម៉េចប្រសិនបើអត្តសញ្ញាណរបស់ខ្ញុំត្រូវបានលាតត្រដាងគាត់នឹងនាំមកនៅគ្រោះមហន្តរាយកាន់តែខ្លាំងខ្ញុំអាចជួយតែជូនឈានជើងចូលប៉ុណ្ណោះនាងនៅទីនេះមើលទៅដូចជានាងក៏មានអត្តសញ្ញាណលាក់កំបាំងដែរនឹងមិនចង់ឲ្យវាលាតត្រដាងប៉ុន្តែនាងធ្វើនៅក្នុងគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើខ្ញុំចាត់វិធានការអាជ្ញាធរនឹងរកឃើញហើយគម្របរបស់ខ្ញុំនឹងត្រូវផ្លុំប៉ុន្តែប្រសិនបើខ្ញុំមិនធ្វើគាត់នឹងមានគ្រោះថ្នាក់អ្វីដែលខ្ញុំគួរធ្វើអ្នកឈួតអ្នកក្រអឺតក្រទុំនៅយប់នោះលាក់ខ្លួននៅពីក្រោយស្ត្រីម្នាក់នៅថ្ងៃនេះខ្ញុំនឹងបាក់ជើងរបស់អ្នកដូច្នេះអ្នករៀនពីផលវិបាកនៃការការពារខ្ញុំកម្លាំងមិនគួរឲ្យជឿមិនអាចទៅរួចទេតើអ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលយ៉ាងដូចម្តេចហូសម្រាប់គាត់នៅអ្វីដែលអ្នកកំពុងរងចាំបំបែកជើងរបស់គាត់ខ្ញុំបានរស់នៅ2ដងនឹងមិនដែលជួបប្រទះអ្វីដែលគួរឲ្យរំភើបនេះថ្ងៃនេះខ្ញុំនឹងសន្សំរាល់ពេល